អាសេងរតនាគឺជាមេបំពុលបានផុសប្រមាថមើងងាយអ្នកម្ដាយរបស់លោកកឹមសុខាអតីតប្រធានគណៈបកសង្គ្រោះជាតិនៅពេលនេះមេធាវីរបស់លោកកឹមសុខាបានចេញមកបកស្រាយហើយគឺម្ដាយរបស់លោកកឹមសុខានៅមានប្រជញ្ញអាយុនៅឡើយមិនបានទទួលមរណភាពដោយអ្វីដែលក្រុមប្រឆាំងមួយចំនួនជាពិសេសអាសេងរតនាបានផុសនោះទេថ្មីនេះមិនត្រឹមតែរឿងនេះទេសូម្បីតែរឿងអាចារ្យហ្វីក៏អាសេងរតនាយកមកបំពុលដែរយកវីដេអូគេចាស់មកផុសឡើងវិញហើយវាបកស្រាយថាវាមិនខឹងអាចារ្យហ្វីជេរម្រាយឯងមិនត្រូវពួកអីយកវីដេអូគេមកផុសទាំងតែគេបានស្ងប់ស្ងាត់ទៅហើយមានអ្នកខ្លះគេបានវាយប្រហារមកខ្ញុំថាអាចារ្យហ្វីនឹងមិនគួរលើកតម្កើងវាទេព្រោះអីវាជាអ្នកជេររដ្ឋាភិបាលតែអានោះជាទង្វើរបស់គេជារឿងចាស់ទេប៉ុន្តែបើគេស្ងាត់ហើយយើងផ្ដល់ឱកាសឲ្យគេទៅណាគេស្ងាត់ហើយក៏ស្ងាត់ទៅចោះយើងមិនអាចយកខ្មែរណាម្នាក់ធ្វើជាសត្រូវពេញមួយជីវិតទេបើគេយល់ថាការជេរប្រមាថរបស់គេនឹងវាជារឿងខុសឆ្គងគេកែប្រែយើងផ្ដល់ឱកាសឲ្យគេកែទៅមានទៅស្អីអញ្ចឹងអាសេងរតនានេះគឺជាមេបំពុលប្រមាថអាយុជីវិតលោកកឹមម្ដាយលោកកឹមសុខាហើយលោកកឹមសុខាគាត់ជាប់ទោសពីបទអីខ្ញុំមិននិយាយទេពីព្រោះអានឹងវាជារឿងនៅក្នុងដៃតុលាការលោកកំពុងធ្វើការងារដោះលែងឲ្យមានសេរីភាពអីយ៉ាងម៉េចឬក៏យ៉ាងម៉េចទោសយ៉ាងម៉េចខ្ញុំមិនដឹងទេព្រោះអានឹងខ្ញុំគ្មានលទ្ធភាពបកស្រាយទេហើយបងប្អូនខ្លះនិយាយថាកឹមសុខាគាត់គ្មានធ្វើអីខុសផងមិនចាប់គាត់ដាក់គុកវាមិនដែលអ្នកណាមួយទៅធ្វើរឿងខុសឲ្យផុស Facebook ទេវាមិនដែលអាណាគេទៅលួចគោគេឲ្យផុសថាខ្ញុំលួចគោគេវាធម្មតាមនុស្សវាតែងតែផុសរឿងល្អរបស់ខ្លួនតែអញ្ចឹងឯងណាប៉ុន្តែថ្ងៃនេះក៏សូមតែនិយាយត្រឹមថាអ្នកប្រមាថអាយុជីវិតម្ដាយលោកកឹមសុខាតែប៉ុណ្្នឹងឯងហើយអាសេងរតនានេះផុសបំភ្លៃខ្លឹមសារអាចារ្យហ្វីហើយអាចារ្យហ្វីនោះក៏គេចេញមកបកស្រាយដែរប៉ុន្តែអាចារ្យហ្វីផុស status មួយមុននេះថាខាង CPP នឹងទៅកេងចំណេញនយោបាយខ្ញុំសូមសួរអាចារ្យហ្វីបន្តិចនៅពេលដែលអាចារ្យហ្វីឯងផុសថាមានរឿងអ្នកនយោបាយអត់ជួយធ្វើនយោបាយដើម្បីឆ្នាំងបាយមានរឿងអត់មានអ្នកណាខ្វល់ខ្វាយជួយតើអ្នកណាជាអ្នកផុសថាគេចាប់បានជនល្មើស16នាក់អ្នកណាផុសថាគេចាប់បានជនល្មើស6នាក់អ្នកណាផុសថា CPP ទៅតាមវាយបុត្រវិឆ័យឯងអ្នកណាផុសថារដ្ឋាភិបាលជួលមនុស្សទៅសម្លាប់អាចារ្យហ្វីឯងគឺខាងប្រឆាំងទាំងអស់ខាងរាជរដ្ឋាភិបាលជាពិសេសក្បាលខ្ញុំនេះការពារអាចារ្យហ្វីឯងទៀតតើខ្ញុំទៅកេងចំណេញនយោបាយពីណាតែបើនិយាយពីកេងចំណេញនយោបាយមានលក្ខណៈហើយនឹងអាសេងរតនានេះកេងចំណេញជាងគេមិនទាន់ដឹងថាអាចារ្យហ្វីឯងមានរឿងស្អីផងវាផុសថាគណៈបកប្រជាជនរដ្ឋាភិបាលសម្ដេចមហាបវរធិបតីសម្ដេចតេជោជាអ្នកទៅវាយអាចារ្យហ្វីឯងប្រើមនុស្សទៅបាត់ទៅហើយចឹងពិចារណាទៅវិញតើអ្នកណាជាអ្នកកេងចំណេញពួកខ្ញុំមើលអ្នកកេងចំណេញវាអត់ទៅរួចទេអ្នកណាអ្នកថាចាប់បានឃាតករអ្នកណាអ្នកថារដ្ឋាភិបាលជួលមនុស្សទៅអ្នកណាអ្នកយកសម្លេងរដ្ឋមន្ត្រីម្នាក់ទៅបំភ្លៃថាទៅតាមធ្វើឃាតអាចារ្យហ្វីឯងនោះគឺខាងប្រឆាំងទាំងអស់ហើយមិនបានមកផុសថាខាង CPP នឹងអ្នកទៅកេងចំណេញនយោបាយទៅវិញវាអត់ត្រូវទាល់តែសោះណាចឹងសូមពិចារណាហើយវីដេអូនេះវារៀងច្បោកច្បល់ត្រង់ថាយើងនិយាយពីនេះបន្តិចពីនោះបន្តិចប៉ុន្តែវាតថភាពជាក់ស្ដែងដែលវាកើតឡើងមែនហើយទាំងតែ CPP នេះអត់មានដឹងអីទេណាអត់មានដឹងអីពាក់ព័ន្ធជាមួយអាចារ្យហ្វីឯងទេអត់បានបំភ្លៃរឿងម្ដាយលោកកឹមសុខាទេអត់បានកេងចំណេញពីរឿងអាចារ្យហ្វីឯងទេអាចារ្យហ្វីឯងមានរឿងអីស្មើខ្ញុំមិនដឹងណាអាចារ្យហ្វីឯងស្មើនឹងខ្ញុំនឹងគ្មានខ្សែម្ដាយនៅកូរ៉េគេប្រាប់មកអាចារ្យហ្វីឯងមានរឿងស្អីខ្លះនោះគេមិនបានទៅលុបដៃរឿងហ្នឹងទេក៏ប៉ុន្តែគេបញ្ជាក់ច្បាស់មកណាថាមានរឿងអីរឿងវាយ៉ាងម៉េចតាមពិតរឿងហ្នឹងអត់ពាក់ព័ន្ធជាមួយនយោបាយសោះវាជារឿងផ្ទាល់ខ្លួនអាចារ្យហ្វីឯងជាមួយនឹងអ្នកគូទំនាស់នឹងទៅទេណាជារឿងផ្ទាល់ខ្លួនសុទ្ធសាធប៉ះពាល់សម្ដីគ្នាហើយមានរឿងដល់ប៉ូលីសកូរ៉េគេចាប់
ទាំងអស់គ្នានោះវាអត់ពាក់ព័ន្ធជាមួយនយោបាយខាងប្រឆាំងឬក៏ខាងប្រជាជនសោះឡើយប៉ុន្តែខាងប្រឆាំងនោះយកមកវាយប្រហារបកប្រជាជនទាំងដែលគណៈបកប្រជាជនអត់មានដឹងអីពាក់ព័ន្ធជាមួយរឿងនឹងទេចាវាឲ្យដឹងជាងគេនឹងច្បាស់ជាងគេដឹងច្បាស់ថារឿងនេះអត់ពាក់ព័ន្ធជាមួយរឿងនយោបាយទេណានេះបណ្ដៃខាងនោះគេវាយចៅវីអីខ្ញុំមិនដឹងទេពួកខ្ញុំអត់មានចិត្តស្និទ្ធមួយខាងប្រឆាំងគេលោកមានសេណារីយ៉ូគេអីណាធ្វើបាចៅវីអីខ្ញុំមិនដឹងទេដូចខ្ញុំនិយាយវគ្គមុនអញ្ចឹងណាខ្ញុំសន្និដ្ឋានវាមិនមែនជាការពិតដែលខ្ញុំមានផុសតាងទេប៉ុន្តែរឿងអាចារ្យវីអីគឺរឿងផ្ទាល់ខ្លួនសុទ្ធសាធអត់មានពាក់ព័ន្ធជាមួយគណៈបព្វជិជនទេមានរឿងដោយសារអីខ្ញុំដឹងទៅទៀតប៉ុន្តែខ្ញុំវាគ្មានសិទ្ធិទៅបកស្រាយរឿងផ្ទាល់ខ្លួនអាចារ្យវីអីទេណាតែសួរថាអ្នកណាកេងចំណេញរឿងអាចារ្យវីអីឲ្យពិតប្រាកដគឺក្រុមប្រឆាំងអ្នកយកមកវាយប្រហាររាជរដ្ឋាភិបាលអ្នកយកមកវាយប្រហារគណៈបព្វជិជនពួកខ្ញុំចេញវីដេអូមានតែការពារគណៈបព្វជិជននិងការពារអាចារ្យវីអីទៀតទាំងដែលអាចារ្យវីអីជេរប្រមាថថ្នាក់ដឹកនាំខ្ញុំជ្រះឆ្អេះប៉ុន្តែក្នុងចេតនាមួយបង្រួមជាតិដើរតាមកន្លងនៅពពោះរបស់សម្ដេចតេជោហ៊ុនសែនខ្ញុំអត់យកអាចារ្យវីអីធ្វើជាសត្រូវទេបើអាចារ្យវីអីមិនស្ងាត់ទៅហើយខ្ញុំក៏ស្ងាត់ដែរប៉ុន្តែបើសួរថាព្រឺរោមនឹងការជេរខ្ញុំមិនដែលឃើញអ្នកណាឈ្នះចាញ់ដោយសារការជេរទេឡើងតុលាការកាត់ក្តីឈ្នះចាញ់ក៏មិនមែនដោយសារជេរដែរគឺដោយសារភាពត្រឹមត្រូវតែប៉ុណ្ណោះឥឡូវដែលឃើញពីណាទៅជេរបចោលគ្នាមុខតុលាការហើយទទួលបានក្តីនឹងឈ្នះឯងអត់មានទេដូច្នេះការជេរប្រមាថគ្នានឹងខ្ញុំក៏ចេះដែរហើយបើសួរថាអ្នកណាជេរខ្លាំងជាងណាអ្នកណាជេរឈ្នះណាខ្ញុំថាអត់មានឈ្នះអត់មានចាញ់ទេពីព្រោះការជេរមិននាំឲ្យឈ្នះឬចាញ់ឡើយអាចារ្យវីអីក៏មិនឈ្នះខ្ញុំក៏មិនឈ្នះតែអ្នកឈ្នះគឺជាភាពត្រឹមត្រូវណាយុទ្ធធម៌ផ្អោបជាមួយភាពត្រឹមត្រូវយុទ្ធធម៌អត់មានផ្អោបជាមួយការជេរទេអរគុណវីដេអូនេះមានប៉ុណ្ណឹង